វិស្វករគឺជាមុខវិជ្ជាសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍដោយប្រទេសកម្ពុជាវិស្វករមិនខ្វះការងារធ្វើទេចង់រៀនវិស្វករត្រូវត្រៀមមុខវិជ្ជាសំខាន់នៅវិទ្យាល័យឲ្យហើយមុខវិជ្ជាសម្រាប់ត្រៀមចូលវិស្វករគឺមុខវិជ្ជាវិទ្យាសាស្ត្រដែលរួមមានគណិតវិទ្យារូបហើយនិងគីមីស្រឡាញ់ IT សូមចូលរៀន IT Computer Engineering ស្រឡាញ់សំណង់សូមរៀន Civil Engineering ស្រឡាញ់ការងារនៅតាមរោងចក្រឧស្សាហកម្មសូមរៀន Electrical Engineering ឬក៏ Mechanical Engineering ស្រឡាញ់ខាងកសិកម្មសូមរៀន Agricultural Engineering ស្រឡាញ់ខាងគីមីចំណីអាហារសូមរៀន Chemical Engineering ខ្លាយខ្លួនជាវិស្វករហើយកុំភ័យថាអត់ការងារធ្វើឪពុកម្ដាយដែលបញ្ជូនកូនទៅសាលាសូមចាប់ផ្ដើមតម្រង់ទិសកូនពីវិទ្យាល័យទៅត្រូវប្រាប់កូនឲ្យដឹងថាបើកូនចង់ខ្លាយជាវិស្វករកូនត្រូវរៀនគណិតរៀនរូបរៀនគីមីគ្រូបង្រៀនសូមជួយតម្រង់សិស្សថាមុខវិជ្ជាគណិតរូបគីមីនេះសំខាន់សូមឲ្យពួកគាត់ខំរៀនកុំលើកទឹកចិត្តឲ្យពួកគាត់បុកទៅរៀនសង្គមជាមុខវិជ្ជាស្រួលរៀនប៉ុន្តែពិបាកនៅក្នុងការរកការងារធ្វើក្រសួងអប់រំបើសិនជាអាចបិទសង្គមចោលត្រូវឲ្យសិស្សរៀនវិទ្យាសាស្ត្រពីព្រោះបើសិនជាបើកសង្គមនេះច្រើនឲ្យសិស្សជ្រើសរើសច្បាស់ណាស់សិស្សនឹងជ្រើសរើសមុខវិជ្ជាដែលងាយស្រួលសប្តាហ៍ថ្ងៃបើសិនជាយើងបើកមុខវិជ្ជាហ្គេមមួយទៀតសិស្សវានឹងរត់ទៅចូលលេងហ្គេមទាំងអស់គ្នាទៀតខ្ញុំចង់និយាយថាសិស្សគឺគាត់ចូលចិត្តរៀនអ្វីដែលងាយហើយគាត់ភាគច្រើនសម័យចង់បានការងារធំការងារល្អនៅក្នុងសង្គមបើយើងមិនដោយទៅតាមចំណង់ចំណូលចិត្តសិស្សពេកយើងនឹងខ្វះធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិដូច្នេះខ្ញុំនិយាយសរុបមកវិញថាសម្រាប់កូនសិស្សដែលចង់ក្លាយខ្លួនជាវិស្វករសូមព្យាយាមរៀនមុខវិជ្ជាវិទ្យាសាស្ត្រគណិតរូបគីមីឪពុកម្ដាយដែលចង់ឲ្យកូនក្លាយជាវិស្វករសូមតម្រង់ទិសកូនកុំយកកូនទៅដាក់ចោលនៅសាលាប្រៀបដូចជាយកគ្រាប់ស្រូវគ្រាប់អាឡឹកទៅព្រុសចោលហើយមិនដែលមើលថែមិនដែលស្រោចទឹកណែដាក់ជីប្រយ័ត្នលទ្ធផលចុងក្រោយពេលដែលគេប្រមូលផលយើងអត់មានផលសម្រាប់នឹងត្រេកអរជាមួយគេក្រសួងអប់រំសូមតម្រង់ទិសសិស្សលើកទឹកចិត្តសិស្សឲ្យទៅរៀនវិទ្យាសាស្ត្របើអាចបិទមុខវិជ្ជាសង្គមចោលខ្ញុំជឿថាបើសិនជាប្រទេសកម្ពុជាសម្បូរទៅដោយវិស្វករប្រទេសកម្ពុជានឹងរីកចម្រើនខ្ញុំសូមចូលរួមមតិយោបល់ប៉ុណ្ណេះសូមអរគុណ